បាទហាងនេះហើយគឺជាក្របពេជ្រមួយនៅក្នុងការលើកស្ទួយម្ហូបខ្មែរថៃតចំនួនដែលហាងគាត់នឹងគឺល្បីយូរហើយខាងជំនាញផ្នែកគោដែលមិនត្រឹមតែអនាម័យខ្ពស់នោះទេតែរសជាតិម្ហូបអាហារអីគេវិញគឺត្រូវមាត់ត្រូវចិត្តតែម្ដងហើយបរិមាណមួយចានវិញគឺច្រើនមិនមែនមួយញឹបពិតលិតទេអញ្ចឹងសម្រាប់គ្នាយើងដែលចង់ញ៉ាំគ្រឿងគោអាចអញ្ជើញមកទៅសេតនេះបានដែលទីតាំងគាត់ស្ថិតនៅក្បែររង្វង់មូលបាយ័នក្នុងខណ្ឌជ្រោយចង្វាយើងនេះឯងហើយបើគ្នាយើងមកលេងនេះមិនត្រឹមតែទទួលបាននៅម្ហូបឆ្ងាញ់សេវាកម្មល្អនោះទេតែទទួលបានអារម្មណ៍មួយដូចជាគ្នាយើងកំពុងតែលំហែកាយនៅក្នុងរមណីយដ្ឋានតាមជាយក្រុងអញ្ចឹងដោយសារតែកន្លែងគេនេះគឺមានការដេកការដាំឈើធំខ្ពស់ផ្ដល់ជាបរិយាកាសល្អបរិសុទ្ធមានទាំងម្លប់ត្រជាក់ស្រួលខ្លួនមែនតើទោះបីជាគ្នាយើងមកញ៉ាំចំពេលថ្ងៃត្រង់ក៏ដោយក៏នៅតែត្រជាក់ដែរអញ្ចឹងធ្វើឲ្យអារម្មណ៍របស់យើងហ្នឹងណាគឺវាល្អនឹងឲ្យធ្វើការជួបជុំអីហ្នឹងគឺកាន់តែស្និទ្ធស្នាលកាន់តែមានន័យតែម្ដងលើពីនេះគេក៏មានលក់នៅគ្រឿងញ៉ាំជប់ដែរដែលគ្នាយើងអាចញ៉ាំលាងមាត់បានមានជាការ៉េមខ្មែរពី3រសជាតិមានបង្អែមមានតកកឈូសដែលមិត្តនារីណាដឹងតែចូលចិត្តហើយសំបីតែដូងអីនេះគេក៏មានដែរនិយាយទៅគឺជូនមកពេញចិត្តពេញបេះដូងអញ្ចឹងបើគ្នាយើងអញ្ជើញមកញ៉ាំអីនៅនេះខ្ញុំ recommend ឲ្យសាកភ្លក់នៅម្ហូបពិសេសប្រចាំហាងរបស់គេនេះមាននៅកន្សោមដោះគោអាំងបាយឆា79និងម្ជូរគ្រឿងគោនេះរសជាតិគឺធានាថាចាប់មាត់ជីបតែម្ដងហើយនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយៗអរគុណបាយបាយ